ប្រៀបធៀបប្រទេសថៃនិងប្រទេសកម្ពុជាបើយើងប្រៀបធៀបទៅលើកងទ័ពប្រទេសថៃមានចំនួន 585,850 នាក់រីឯប្រទេសកម្ពុជាគឺមានត្រឹមតែ 231,000 នាក់តែប៉ុណ្ណោះបើយើងក៏លេខទៅមើលចំនួនប្រជាជនប្រទេសថៃមាន 71.6 លាននាក់រីឯប្រទេសកម្ពុជាមាន 17.85 លាននាក់សម្រាប់យន្តហោះចម្បាំងប្រទេសថៃមាន 92 ប្រទេសកម្ពុជាមាន 0 ហើយបើយើងមើលទៅនាវាចម្បាំងប្រទេសថៃមាន 293 គ្រឿងប្រទេសកម្ពុជាមាន 20 គ្រឿងអាវុធនុយក្លេអ៊ែរទាំងពីរប្រទេសគឺមាន 0 ដូចគ្នាសម្រាប់ថវិកាជាតិប្រទេសថៃមាន 5.5 លានដុល្លាររីឯប្រទេសកម្ពុជាមាន 1.4 លានដុល្លារសម្រាប់ GDP ប្រជាជនប្រទេសថៃមាន 546 លានដុល្លារប្រទេសកម្ពុជា 49 លានដុល្លារ